ឆ្នាំនឹងឲ្យចេញម៉ូតសក់មួយម៉ូតពីរម៉ូតមិនកើតព្រោះបដិញ្ញាចិត្តហើយថាឆ្នាំនេះត្រូវតែស្ទៀវជាងឆ្នាំមុនសម្រាប់សម្ភារៈមានតែស្និតតាគៀបកស៊ូបានហើយម៉ូតទី1មានឈ្មោះថាចងគួចក្រង3អញ្ចឹងយើងញែកសក់ជាពីរចំណែកហើយយើងចងហើយយើងគួចពាក់កណ្ដាលហើយយើងក្រងខាងក្រោមនឹងមានតាគៀបយកមកគៀបសងខាងតម្លាក់សក់មុខតិចៗម៉ូតនេះនិយាយថាស្រួលធ្វើអត់ពិបាកចូលដល់ម៉ូតទី2មានឈ្មោះថាក្រងសាច់ក្រកតម្លាក់សក់ពាក់កណ្ដាលដូចគ្នាបន្ទាប់មកយើងក្រងអានេះក្រងយើងចាប់សងខាងបន្ទាប់មកយើងក្រងតែពាក់កណ្ដាលសក់ឯងយើងចងហើយយើងក្រងតប៉ុន្តែក្រងធម្មតាបន្ទាប់មកយើងចងកស៊ូបែបនេះដូចសាច់ក្រកបែបនេះម៉ូតនេះគឺថាតានហ្មងចង់ជះទឹកប៉ាត់ម្សៅមិនក៏អត់ជ្រុះសក់សំពេញសំពងដែរម៉ូតទី3មានឈ្មោះថាក្រងលើក្រោមយើងចាប់សក់ខាងក្រោមដើម្បីក្រងហើយចាប់ខាងលើក្រងហើយបន្ទាប់មកសក់ដែលនៅសល់គឺយើងគួចជារាងបូបែបនេះយកតាគៀបមកដាក់កន្លែងបូនឹងមកហើយមកខាងទៀតយើងធ្វើដូចគ្នាម៉ូតសក់នឹងមកឈូតសាហាសេរីឆ្នាំ2000គេច្រៀងបទ Just 10 minutes កាត់តអត់អ្នកមើលម៉ូតទី4មានឈ្មោះថាក្រងសក់ចាបបែងចែកសក់ជាពីរចំណែកចងទីតុយមិនតែទុកសក់ក្រោមបន្តិចហាសក់យើងហ្នឹងក្រងធំមួយទូចមួយយកអាសក់ខាងក្រោមមកគួចហើយទុកកតុយបែបនេះម៉ូតសក់ឈ្មោះសក់ចាបអញ្ចឹងបាច់ឆ្ងល់ទេសារខ្ញុំមើលមុខខ្លួនឯងពេលធ្វើម៉ូតសក់ហ្នឹងហើយវាដូចចាបអញ្ចឹងក៏ដាក់ឈ្មោះអញ្ចឹងមកទៅកុំឲ្យពិបាកហៅរោនឹកម៉ូតទី5មានឈ្មោះថាក្រងចងទីតុយអញ្ចឹងយើងចងទីតុយសិនមកហើយយើងក្រងធម្មតាបន្ទាប់មកយើងយកសក់របស់យើងទៅគួចឡើងលើហើយទុកកតុយបែបនេះគៀបតាគៀបមកហើយសក់នេះគឺស្រឡះកហើយអត់ពិបាកទេអត់ស្អត់អីចាសម្រាប់វីដេអូនេះឧបត្ថម្ភធំដោយ spray កន្លាបបាញ់មុខបាញ់សក់ complete mention មិត្តភ័ក្តិធ្វើជុំគ្នាជួបគ្នាវីដេអូក្រោយបាយ